កូនមេឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងនេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកមានម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរកាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកនិងម្ដាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូលមានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនដោយគុណនិងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលឪពុកទូលមាននោះឪសូមឲ្យពរកូនមានឪពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានគុណក្រៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសសិលធម៌ខុសវិន័យទៅបានតាំងតែពីខុសតូចរហូតដល់ខុសធំគឺកើតមកអំពីការមិនដឹងគុណនឹងឯងតែបើកូនជាមនុស្សដឹងគុណកូនមានតែសេចក្តីចម្រើនដោយកុសលម្យ៉ាងទៀតកតញ្ញូតាធម៌ដែលមាននៅក្នុងខ្លួនរបស់កូនជាគ្រឿងសម្គាល់ថាកូនមានឪពុកជាមនុស្សល្អកូនមានឪពុកពេលវេលាដែលកន្លងទៅនិងជីវិតឪដែលបានកន្លងមកនេះជារយៈពេលយូរដែរហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខនិងឆ្លងកាត់លោកធម៌ផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់កូនស្ងួនមានឪពុកហើយជីវិតមនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវធ្លាក់ចុះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើនក្នុងលោកឪមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រុងចាំស្ដាប់ជីវិតមនុស្សយើងនឹងមានសេចក្តីសុខទៅបានតើតែយកធម៌មកជាកល្យាណមិត្តយកធម៌មកទំនុកបំរុងដល់ចិត្តតាំងទុកនៅចិត្តជានិច្ចអចិន្ត្រៃយ៍ធម៌ក្នុងទីនេះគឺការបំពេញនៅមុខនេតិនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីព្យាយាមសូមឲ្យកូនប្រកាន់គតិមួយថាឧបសគ្គរមែងមកមុនសេចក្តីសម្រេចនិងសូមឲ្យកូននឹករឿយថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់កាលបបាបច្រើនការគិតក៏នាំមកនៅសេចក្តីក្តៅក្រហាយដុតរោលដល់ចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធម៌សសាងជំរកជីវិតមានទុក្ខជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ញាស្រាវជ្រាវរកចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុក្ខពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុក្ខកាយតែចិត្តមិនមនោមនិញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធម៌ជាអាហារ
តើបបានសុខាទាំងប្រុសស្រីសុចរិតធម៌សជាចំណីសិរីសួស្តីមានរាល់ឆ្នាំកូនមានឪពុកកូនត្រូវយល់ដឹងថាសេចក្តីអត់ធន់ញ៉ាំងឲ្យនៅផលឲ្យសម្រេចបានគ្រប់យ៉ាងកូនត្រូវអត់ធន់ដូចតទៅ 1. អត់ធន់ក្នុងរឿងដែលគួរអត់ធន់ 2. អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់សូមអធិប្បាយគឺមុនដំបូងកូនគួរអត់ធន់ក្នុងរឿងដែលគួរអត់ធន់ដូចជាអត់ធន់ចំពោះមុខនេតិអត់ធន់ក្នុងការបរិភោគការដេកការរៀនចូលកូនអត់ធន់ដើម្បីអនាគតរបស់កូនសូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺជាមុខនេតិរបស់យើងមួយផងដែរតទៅសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទាធ្វើល្អដល់គេត្រូវគេប្រទុះតបវិញនិយាយពិតធ្វើដោយស្មោះតែត្រូវគេពោលមួលបង្កាច់រឿងទាំងអស់នេះសុទ្ធតែយើងធ្វើបានត្រឹមត្រូវមិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុតបើកូនធ្វើបានឈ្មោះថាកូនល្អដល់ក្រៃលែងកូននឹងមានសេចក្តីសុខផលនឹងកើតមានដល់កូនព្រមទាំងបរិវារកាលណាបើកូនមានសេចក្តីអត់ធន់បែបនេះសេចក្តីអត់ធន់ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់សេចក្តីអត់ធន់ធ្វើឲ្យរួចពីក្រញាំតណ្ហាសេចក្តីអត់ធន់ធ្វើឲ្យមានរបៀបពិន័យសេចក្តីអត់ធន់បញ្ឈប់សេចក្តីក្រោធបានសេចក្តីអត់ធន់ធ្វើឲ្យតម្កល់ខ្លួនល្អបានសេចក្តីអត់ធន់ជាដៃគូក្នុងការងារសេចក្តីអត់ធន់ជាអាវក្រោះរបស់ចិត្តសេចក្តីអត់ធន់នាំឲ្យមានមិត្តខ្សត់សត្រូវសេចក្តីអត់ធន់ជាបិតានៃគុណធម៌ទាំងពួងដែកដែលយកទៅដុតដោយភ្លើងហើយយកមកលុតដំធ្វើឲ្យជាឧបករណ៍ផ្សេងរមែងរឹងនឹងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អក៏ជាមនុស្សរឹងប៉ឹងនិងមានគុណតម្លៃយ៉ាងដូច្នោះដែរកូនមានឪពុកមោទិតាប្រែថាត្រេកអរតាមគឺជាដំណើរនៃចិត្តដែលទន់ភ្លន់ទៅរកអ្នកដទៃនៅពេលដែលអ្នកដទៃមានសេចក្តីសុខឬបានលៀបបានយសសូមឲ្យមុទិតាជាអភរណៈគ្រឿងប្រដាប់កាយនៃកូនប្រុសស្រីទាំងឡាយឪពុកសង្កេតឃើញថាមនុស្សចំនួនច្រើនដោយប្រក្រតីមិនសូវមាននៅមុទិតាជាមួយនឹងអ្នកដទៃឡើយមុទិតាគឺជាការសម្ដែងចេញនូវសេចក្តីត្រេកអរតាមពោលគឺរួមត្រេកអរទាំងផ្លូវកាយទាំងផ្លូវវាចាទាំងផ្លូវចិត្តជាមួយអ្នកដែលបានជួបប្រសពនឹងសេចក្តីសម្រេចនៅផលប្រយោជន៍នោះមុទិតាប្រែថាត្រេកអរតាមដោយចិត្តទន់ភ្លន់អ៊ីសាប្រែថាមិនត្រេកអរតាមដោយអំណាចនៃចិត្តឫស្យាពោលគឺការច្រណែនចូលកូនចាំទុកថាសត្រូវដ៏សំខាន់របស់មុទិតាគឺអ៊ីសាកាលបើច្រណែនហើយចិត្តក៏មិនត្រេកអរមិនមានការពេញចិត្តមានសភាពញាប់ញ័រដូចជាចៅយកសត្រាវុធមកភ្ជង់ត្រង់ដើមទ្រូងដូច្នោះឯងកាលណាបើបានដឹងថាអ្នកដទៃបានល្អហើយមិនថាជាបងប្អូនជាមនុស្សរួមការងារឬជាអ្នកមានគុណណាណាឡើយអ្នកដែលមានអ៊ីសាក៏ដល់នៅការស្លុតចិត្តបែបម្យ៉ាងមានការអន់ចិត្តបើមិនទប់ស្កាត់ទេវានឹងបណ្ដាលឲ្យមានរឿងមិនល្អផ្សេងកើតឡើងដែលជារឿងគួរឲ្យខ្លាចវិធីកម្ចាត់អ៊ីសាគឺអប់រំចម្រើននៅមុទិតាមានសទ្ធាជឿហេតុផលមានបញ្ញាយល់ដឹងរឿងក្នុងលោកមិនយល់ថាសម្បត្តិក្នុងលោកវាអស្ចារ្យណាស់ណាទេតាមពិតវាគ្រាន់តែសម្រាប់ដោះស្រាយនៅសេចក្តីទុក្ខលំបាកប្រចាំរូបកាយតែប៉ុណ្ណោះបើរូបកាយមិនមានហើយក៏មិនចាំបាច់ត្រូវការទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចឡើយដូចជាថ្នាំសម្រាប់ព្យាបាលរោគថ្នាំមិនមែនសំខាន់អ្វីជាងការមិនមានរោគនោះទេដូច្នេះខ្លឹមសារសំខាន់ក្នុងជីវិតគឺការប្រព្រឹត្តធម៌ដើម្បីរំលត់ទុក្ខ
កូនត្រូវវឹកហាត់អប់រំចម្រើននៅមុទិតាចាប់ផ្ដើមពីក្រុមគ្រួសារទៅមុនរួចហើយផ្សាយពង្រីកទៅដល់អ្នកដទៃជាខាងក្រៅទៀតអ៊ីសាក៏នឹងសាបសូន្យទៅម្ល៉េះហើយកូនមាសឪពុកដែលមានតែមុទិតាចំពោះអ្នកដទៃនេះសេរីសួស្តីនិងសេចក្តីសុខក៏ចូលមករកជីវិតរបស់កូនព្រមគ្នានឹងគុណធម៌ផ្សេងៗទៀតដ៏ច្រើនចូលកូនចងចាំកុំភ្លេចមុទិតា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 ជាថ្នាំរងាប់រោគអ៊ីសាស្មោករោគក្នុងចិត្តអ៊ីសាកើតឡើងអស់អាណិតដូចខ្មោចសន្ធិដ្ឋនៅក្នុងខ្លួនអ៊ីសានាំឲ្យមានគំនុំធ្វើឲ្យសង្គមមិនមាំមួនចាក់ដោតជាបាតព្រោះគុំគួនថែធួនដោយថ្នាំមុទិតាកូនមានឪពុកជីវិតមនុស្សគ្រប់គ្នាដែលបានកើតមកនៅក្នុងលោកហើយមានប្រក្រតីនៅដោយសេចក្តីសុខទៅបាននោះគឺមកអំពីស្គាល់និងគោរពនៅតួនាទីរបស់ខ្លួនឯងដើម្បីកូនមានឪពុកស្គាល់តួនាទីស្គាល់នៅសិទ្ធិរបស់ខ្លួនសិទ្ធិរបស់អ្នកដទៃនិងដើម្បីរៀបចំទុកដាក់ឲ្យបានល្អក្នុងការសេពគប់ឬសមាគមរួមការងារក្នុងកិច្ចការផ្សេងៗព្រមទាំងដើម្បីឲ្យបានប្រសើរក្នុងការតាក់ទងជាមួយអ្នកដទៃក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យមានចំណេះដឹង7មុខ 1. កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនេតិរបស់មនុស្ស 2. កូនត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើមិនត្រូវច្រឡំហេតុផលជាដាច់ខាត 3. កូនត្រូវរៀនអំពីខ្លួនឯងត្រូវស្គាល់ខ្លួនឯងឲ្យបានប្រាកដព្រមទាំងត្រូវដឹងពីការគោរពខ្លួនឯងផង 4. កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទាបក្នុងដំណើរការមានបញ្ញាយល់ត្រូវជាគ្រឿងកំណត់ 5. កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាលត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ 6. កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គលត្រូវចេះសង្កេតឲ្យស្គាល់មនុស្ស 7. កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់នៅតួនាទីរបស់ខ្លួនច្បាស់លាស់ប៉ុណ្ណឹងទេគឺនៅធ្វើឲ្យកូនបានទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាទនេះឯងវាអាចធ្វើឲ្យអ្នកដែលចេះ